តិចអត់ដឹងបងប្អូនទាំងគ្នានៅលើទូរស័ព្ទ Samsung គឺមានកន្លែងមួយដែលបងប្អូនទាំងគ្នាអាចលាក់រូបភាពក៏ដូចជាវីដេអូបានណាជាដំបូងបងប្អូនទាំងគ្នាចូលទៅកាន់ Gallery មកបន្តមកទៀតបងប្អូនទាំងគ្នាធ្វើការ select រូបភាពណាមួយឬក៏វីដេអូណាមួយដែលបងប្អូនទាំងគ្នាចង់លាក់វាបងប្អូនទាំងគ្នាចុចលើវាជាប់មកបាទ select លើរូបនឹងមកបន្តមកទៀតបងប្អូនទាំងគ្នាចុចកន្លែងពាក្យថា more នេះមកអញ្ចឹងកន្លែងនេះបងប្អូនទាំងគ្នានឹងឃើញពាក្យថា move to private album បាទអញ្ចឹងយើងចុច move មកអញ្ចឹងរូបភាពបាញ់មិញហ្នឹងគឺយើងបាន move វាទៅកាន់ private album ហើយអញ្ចឹងអត់មានអ្នកគេអាចមើលរូបភាពនឹងបានទេហើយដើម្បីចូលទៅមើលរូបភាពនឹងបានបងប្អូនទាំងគ្នាចូលទៅកាន់កន្លែងពាក្យថា menu បាទបន្តមកទៀតបងប្អូនទាំងគ្នាចុចទៅលើពាក្យថា private album អញ្ចឹងដើម្បីអាចមើលរូបភាពនឹងបានគឺទាមទារឲ្យបងប្អូនទាំងគ្នាត្រូវ scan កញ្ចក់ដៃឬក៏ត្រូវវាយបាទ password ចូលអញ្ចឹងកន្លែងនេះខ្ញុំ scan កញ្ចក់ដៃមកបាទនេះឃើញទេអញ្ចឹងរូបភាពទាំងពីរមិញដែលយើងហាយនេះគឺវានៅក្នុង private album ហ្នឹងហើយអញ្ចឹងក្រៅពីយើងឬក៏អ្នកដែលស្គាល់ password ឬក៏មាន fingerprint គឺទើបអាចចូលទៅមើលរូបភាពនឹងបាននៅក្នុងបាទ private album តិចអត់ដឹងបងប្អូនទាំងគ្នានៅលើទូរស័ព្ទ Samsung គឺមានកន្លែងមួយដែលបងប្អូនទាំងគ្នាអាចលាក់រូបភាពក៏ដូចជាវីដេអូបានណាជាដំបូងបងប្អូនទាំងគ្នាចូលទៅកាន់ Gallery មកបន្តមកទៀតបងប្អូនទាំងគ្នាធ្វើការ select រូបភាពណាមួយឬក៏វីដេអូណាមួយដែលបងប្អូនទាំងគ្នាចង់លាក់វាបងប្អូនទាំងគ្នាចុចលើវាជាប់មកបាទ select លើរូបនឹងមកបន្តមកទៀតបងប្អូនទាំងគ្នាចុចកន្លែងពាក្យថា more នេះមកអញ្ចឹងកន្លែងនេះបងប្អូនទាំងគ្នានឹងឃើញពាក្យថា move to private album បាទអញ្ចឹងយើងចុច move មកអញ្ចឹងរូបភាពបាញ់មិញហ្នឹងគឺយើងបាន move វាទៅកាន់ private album ហើយអញ្ចឹងអត់មានអ្នកគេអាចមើលរូបភាពនឹងបានទេហើយដើម្បីចូលទៅមើលរូបភាពនឹងបានបងប្អូនទាំងគ្នាចូលទៅកាន់កន្លែងពាក្យថា menu បាទបន្តមកទៀតបងប្អូនទាំងគ្នាចុចទៅលើពាក្យថា private album អញ្ចឹងដើម្បីអាចមើលរូបភាពនឹងបានគឺទាមទារឲ្យបងប្អូនទាំងគ្នាត្រូវ scan កញ្ចក់ដៃឬក៏ត្រូវវាយបាទ password ចូលអញ្ចឹងកន្លែងនេះខ្ញុំ scan កញ្ចក់ដៃមកបាទនេះឃើញទេអញ្ចឹងរូបភាពទាំងពីរមិញដែលយើងហាយនេះគឺវានៅក្នុង private album ហ្នឹងហើយអញ្ចឹងក្រៅពីយើងឬក៏អ្នកដែលស្គាល់ password ឬក៏មាន fingerprint គឺទើបអាចចូលទៅមើលរូបភាពនឹងបាននៅក្នុងបាទ private album